ចិត្តចូលឆ្នាំគេធ្វើអញ្ចឹងលោកផាយវណ្ណៈបង្ហោះសារចាក់ដោតទៅសមត្ថកិច្ចដើរលក់បំពង់ពន្លត់អគ្គិភ័យពិតឬទេចិត្តចូលឆ្នាំសមត្ថកិច្ចដើរគោះទ្វារពលរដ្ឋលក់បំពង់ពន្លត់អគ្គិភ័យត្រឹមត្រូវឬទេប្រិយមិត្តជាទីគោរពនិងជាទីរាប់អានកាលពីម្សិលមិញត្រូវថ្ងៃទី26ខែមិនិនាឆ្នាំ2026គេឃើញមានវីដេអូមួយបានបង្ហោះការចែកចាយពេញបណ្ដាញសង្គម Facebook ពាក់ព័ន្ធនឹងសមត្ថកិច្ចមួយក្រុមដើរគោះទ្វារពលរដ្ឋដើម្បីលក់បំពង់ពន្លត់អគ្គិភ័យដោយគេឃើញមានរថយន្តមួយគ្រឿងដឹកបំពង់ពន្លត់អគ្គិភ័យទៅជាមួយផងដែលធ្វើឲ្យពលរដ្ឋមួយចំនួនដាក់ជាចម្ងល់ថាតើការដើរលក់បំពង់ពន្លត់អគ្គិភ័យតាមផ្ទះបែបនេះត្រឹមត្រូវដែរឬទេនៅក្នុងនោះគណនី Facebook មួយឈ្មោះកំឡាយបានលើកជាចម្ងល់ថាបងដែលដឹងខ្ញុំសួរបន្តិចតើសាលាក្រុងជាអ្នកចាត់ចែងឲ្យមន្ត្រីដើរលក់បំពង់អគ្គិភ័យតាមផ្ទះអញ្ចឹងពិតដែរឬទេគាត់ថាគាត់ជាមន្ត្រីមកពីសាលាក្រុងគាត់ថាប្រសិនបើជាផ្ទះណាដែលគ្មានបំពង់ពន្លត់អគ្គិភ័យត្រូវតាមស្តង់ដារទេគឺត្រូវរងការផាកពិន័យមិនបានជាពេលចុះមកម្ដងគឺដូរមុខមន្ត្រីផ្សេងគ្នារហូតអញ្ចឹងពាក់ព័ន្ធជាមួយនឹងករណីខាងលើនេះមហាជននៅក្នុងបណ្ដាញសង្គម Facebook បានលើកជាមតិផ្សេងគ្នាបែបនេះថាបើលក់ថោកមិនថាទេលក់ថ្លៃជាងទីផ្សារ2ដងពេលមកលក់គឺមានលក្ខណៈដូចចាប់ចង្រិតគឺតម្រូវត្រូវតែទិញបើម្ចាស់ផ្ទះប្រកែកខ្លាំងដែរបានពួកគាត់រៀងអន់បន្តិចផ្ទះខ្ញុំប្រាប់ថាមានហើយពួកគាត់សូមពិនិត្យមើលពេលមើលគាត់ថាខូចខ្ញុំទិញពួកគាត់មួយហើយប្រហែលជាមួយខែមានអ្នកថ្មីមកទៀតឈប់ទិញហើយថ្លៃពេកតែមានពលរដ្ឋម្នាក់ទៀតបានលើកឡើងបែបនេះទៅវិញថាបើនៅផ្ទះខ្ញុំគឺខាងនគរបាលអគ្គិភ័យចុះផ្សព្វផ្សាយទិញក៏បានមិនទិញក៏បានគេមិនបានបង្ខំឡើយភាគច្រើនគឺគេធ្វើសម្ដៅទៅលើផ្ទះណាដែលប្រកបអាជីវកម្មតែប៉ុណ្ណោះពលរដ្ឋម្នាក់ទៀតបានបន្តថាប្រទេសជាតិកំពុងជួបការលំបាកប្រជារាស្ត្រកំពុងវេទនាហេតុអ្វីនាំគ្នាធ្វើអញ្ចឹងបានទៀតមានពលរដ្ឋម្នាក់ទៀតបានលើកឡើងបែបនេះថាពេលខ្លះខ្ញុំក៏មិនកាន់ជើងខាងប៉ូលីសដែរបើផ្ទះយើងមានបំពង់ពន្លត់អគ្គិភ័យគឺយើងគ្រប់គ្រងបានភ្លាមពួកបងប៉ូលីសក៏មកផ្ទះខ្ញុំអញ្ចឹងដែរពាក់ព័ន្ធនឹងករណីខាងលើនេះលោកផាយវណ្ណៈក៏បានធ្វើការបង្ហោះនៅសំណេរមួយយ៉ាងចាក់ដោតបែបនេះថាចិត្តចូលឆ្នាំគេធ្វើអញ្ចឹងហើយបើមិនធ្វើអញ្ចឹងបានលុយមកពីណាចូលឆ្នាំ